នៅថ្ងៃទី31ខែធ្នូការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបានបើកកិច្ចប្រជុំមួយទៀតនៅក្រុងភូឆាងខេត្តវឹងអានពួកគេបានច្រានចោលសំណើប្រឆាំងរបស់លីទ័រនិងអ្នកដទៃទៀតដែលជាហេតុធ្វើឲ្យការបញ្ជាយោធានៃកងវរៈសេនាធំទាំង3នេះត្រូវបានបញ្ចប់ខាត់ស្បែកជើងពេញមួយថ្ងៃទៅឲ្យគ្មានវិច័យអីទេទោះចាំងប៉ុណ្ណាក៏សត្រូវមិនខ្វាក់ភ្នែកដែរអូដល់បោកចាំបាយអើយដល់បោកបាយអើយវិច័យអីទេទោះចាំងប៉ុណ្ណាក៏សត្រូវមិនខ្វាក់ភ្នែកដែរអូដល់បោកចាំបាយអើយដល់បោកបាយអើយក្បាលធំថ្ងៃហ្នឹងធ្វើម្ហូបអីអូយផ្កាយ4នៅជុំវិញប្រច័នហើយយ៉ាសូម្បីតែដំឡូងក៏ឯងអាចឆ្នៃទៅជាម្ហូបឆ្ងាញ់បានដែរក៏ប៉ុន្តែហេតុអីបានជាឯងដាក់ឈ្មោះម្ហូបនេះថាផ្កាយ4នៅជុំវិញប្រច័នលោកប្រធានបើគឺជាអ្នកដាក់ឈ្មោះនំប៉ៅដំឡូងដែលនៅកណ្ដាលនេះគឺជាប្រច័នផ្កាយគឺជាម្ហូបប្រចាំខេត្តវឹងអានទាំង4នៅជុំវិញនេះជីដំឡូងទៅពាំងល្វីងទឹកជ្រលក់ស្ដាយខ្មៅនិងស្លឹកប៉ប្រក់កាលខ្ញុំនៅខេត្តស៊ីកកលោកប្រធានបើបានសរសើរខ្ញុំពីមុខម្ហូបនេះកំអួតពេកមិនជឿលោកអត់មានបើថាឈ្មោះនេះមានន័យពិសេសមួយគឺប្រច័នតំណាងឲ្យបកគុំនេះផ្កាយ4តំណាងឲ្យមហាជនបដិវត្តរួមមានកម្មករកសិករអ្នកជំនួយនិងអ្នកសិក្សារួមគ្នាកសាងបដិវត្តពិតជាល្អណាស់ឥឡូវខ្ញុំយល់ហើយអូយលោកនេះសាក់ភ្លុកមើលមើលតបយើងហូបមុនទៅកុំបារម្ភអីនៅសល់ច្រើនទៀតណាខ្ញុំក៏បានដាក់គ្រឿងទេសប្រចាំខេត្តយើងផងដែរពិតជាធ្វើឲ្យយើងនឹកដល់ខេត្តកងស៊ីយើងណាស់គឺថាខ្ញុំមានបញ្ហាក្បាលធំផ្លូវដែលយើងធ្វើដំណើរទៅពួកយើងនៅទៅទន្លេអ៊ូវាមិនឆ្ងាយពីកងសេនាធំលេខ2និងលេខ6ទេហ៎ខ្មាំងបានដាក់កម្លាំងជាច្រើននៅភាគខាងលិចខេត្តហ៊ុនណានពួកយើងត្រូវវាងឆ្ងាយអញ្ចឹងហើយមើលទៅត្រូវឆ្លងទន្លេអ៊ូដែរអញ្ចឹងពួកគេមិនដឹងផែនការយើងទេមានមនុស្សមួយចំនួននិយាយថាកងទ័ពពួកយើងឆ្លងមិនផុតពីទន្លេអ៊ូទេថាពួកយើងនឹងត្រូវចាញ់ដុនដាបសេអ៊ូយើងមិនអាចឲ្យសម្ដីអ្នកដទៃប៉ះពាល់ស្មារតីកងទ័ពយើងទេសមាមិត្តយើងទន្លេអ៊ូពិតជាកន្លែងគ្រោះថ្នាក់មែនតែកងទ័ពឈៀងកំពុងចុះខ្សោយណាស់ឲ្យតែយើងលាក់ខ្លួនបានល្អគ្មានឧបសគ្គ I always to watching and this video especially I believe in the views like when you watch already you can subscribe and like thank you for your watchings